លោកសេទូរទស្សនិកជនជាទីគោរពជាបន្តទៅនេះសូមគោរពអញ្ជើញតាមទស្សនាព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាដែលមានកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការរៀបចំពិធីបុណ្យ Dragon Flower Festival និងមូលនិធិអរូបីវត្ថុពិភពលោកនៅសន្តាគារកម្ពុជាណាព្រឹកថ្ងៃទី23ខែកញ្ញាមានរៀបចំពិធីផ្សព្វផ្សាយពីគម្រោងការរៀបចំពិធីបុណ្យសាសនាក្នុងទិសដៅមនុស្សធម៌ដែលមានឈ្មោះថា Dragon Flower Festival 2012-2013 ក្រោមព្រះអធិបតីភាពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេវវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាលោក David Do Hu Li Hong ប្រធានគណៈកម្មាធិការរៀបចំបានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមបណ្ឌិតសភាចារសុកអានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យគណៈកម្មាធិការអាចរៀបចំកម្មវិធីបុណ្យដ៏មានសារៈសំខាន់នេះនៅក្នុងប្រទេសកម្ពុជាពិធីបុណ្យសាសនាក្នុងទិសដៅមនុស្សធម៌នៅឆ្នាំ2012-2013នេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទការធ្វើដំណើរធម្មយាត្រាដើម្បីកាត់បន្ថយភាពក្រីក្រដែលនឹងត្រូវដំណើរការប្រព្រឹត្តទៅនៅខេត្តសៀមរាបលើទីតាំងប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នអតីតរាជធានីអង្គរធំចាប់ផ្ដើមនៅថ្ងៃទី23ខែធ្នូឆ្នាំ2012ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី30ខែឧសភាឆ្នាំ2013ក្នុងពិធីដ៏មានសារៈសំខាន់នេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាននិងប្រជាជននៃប្រទេសកម្ពុជាវៀតណាមឡាវទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាប្រជាជាតិអាស៊ានទាំងមូលប្រមាណជា 10,000 នាក់រួមនឹងព្រះសង្ឃនិមន្តមកពីប្រទេសវៀតណាមកម្ពុជានិងបណ្ដាប្រទេសដទៃទៀតចំនួន108អង្គក្នុងន័យរួមគ្នាបរិច្ចាគនៅថវិកាដើម្បីកាត់បន្ថយភាពក្រីក្រឯកឧត្តមទឹករ៉េតសម្រាប់រដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមបណ្ឌិតសភាចារសុកអានឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនិងសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេវវង្សមានប្រសាសន៍និងមានព្រះបន្ទូលវាតម្លៃខ្ពស់និងកោតសរសើរចំពោះមូលនិធិអរូបីវត្ថុពិភពលោកនិងគណៈកម្មាធិការរៀបចំដែលបានសហការគ្នារៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះឡើងនៅខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជាដែលជាទីក្រុងសម្បូរដោយមរតកប្រាសាទបុរាណជាច្រើនបន្សល់ទុកពីបុព្វបុរសខ្មែរនាសម័យអង្គរដ៏រុងរឿងហើយតាមរយៈនេះដែរពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនានិងធ្វើឲ្យទេសចរនៅកម្ពុជាមានការកើនឡើងជាលំដាប់កត្តានេះនឹងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានឆាប់ផងដែរ